Đóនេះដែលឆ្ងល់ថាហេតុអីបានជាប្រទេសចិនគឺបានកសាងកងទ័ព hacker ច្រើនដែរនៅក្នុងប្រទេសគេហ្នឹងអូខេបើយើងគិតនៅពេលដែលសម័យកុំព្យូទ័រចូលមកមនុស្សយើងគឺតែងតែស្វែងរកវិធីណាមួយចូលទៅក្នុងប្រព័ន្ធទាំងអស់ហ្នឹងបដូរ data ឬក៏លួចរំខានការងារទៅវិញទៅមកតិចតួចដែលធ្វើឡើងរវាងបុគ្គលទៅបុគ្គលប៉ុន្តែសពថ្ងៃបញ្ហាទាំងអស់ហ្នឹងគឺវាខ្លាចទៅជាបញ្ហាធំហើយនរណាគេក៏ប៉ះពាល់វាដែរត្រូវបានគេហៅថាជា cyber warfare ទាំងរដ្ឋាភិបាលក្តីទាំងកងទ័ពក្តីទាំងភ្នាក់ងារស៊ើបការក្តីគឺបានប៉ះពាល់វាទាំងអស់ហើយនៅក្នុងរយៈពេល20ឆ្នាំចុងក្រោយហ្នឹងចិនត្រូវបានគេជឿថាជាប្រទេសមួយនៅក្នុងចំណោមប្រទេសធំៗដែលបានកសាងប្រព័ន្ធ hacker នៅក្នុងពិភពលោកហើយប្រព័ន្ធទាំងអស់នេះគឺបានបង្រៀនតាំងពីនៅក្នុងសាកលវិទ្យាល័យការប្រកួតរវាង hacking hacker ជាមួយ hacker សម្បូរទៅដោយក្រុមហ៊ុន cyber security ឯកជនជាច្រើនដែលពាក់ព័ន្ធជាមួយនឹងក្រុមស៊ើបការនិងអង្គភាពយោធាហើយនៅក្នុងរបាយការណ៍ទាំងអស់នោះគេបានគិតថាក្រុមដែលត្រូវបានគេសង្ស័យជាច្រើនគឺមានការពាក់ព័ន្ធជាមួយនឹងរដ្ឋចិនផ្ទាល់វាជាការចោទប្រកាន់មួយដែលថាក្រុមទាំងអស់ហ្នឹងគឺបានចូលទៅក្នុងបណ្ដាញទូរស័ព្ទប្រព័ន្ធអគ្គិសនីនិងប្រព័ន្ធ infrastructure ផ្សេងរបស់ប្រទេសដទៃដោយអត់មានការអនុញ្ញាតប្រសិនបើការចូលទាំងអស់ហ្នឹងវាជាការចូលដោយជោគជ័យមែនហើយពួកគេអត់ធ្វើអីពួកគេសង្ងំនៅក្នុងនឹងយូរសូអញ្ចឹងវាជារបស់មួយដែលផ្ដល់ជំរឿសឲ្យមេដឹកនាំខាងប្រទេសមួយហ្នឹងអាចមានឱកាសច្រើនធ្វើការវាយប្រហារឬក៏រំខានការងារផ្សេងៗនៅពេលដែលមានវិបត្តិឬក៏សង្គ្រាមសូដូច្នេះតើចិនគឺបានបំលែងកងទ័ព hacker ទាំងអស់ហ្នឹងពីអ្នកស្រាវជ្រាវឯករាជ្យមកប៉ះពាល់ជាមួយនឹងអំណាចរដ្ឋមិននៅពេលដែលយើងនិយាយពី hacker មនុស្សជាច្រើនគឺតែងតែគិតថាអ្នកទាំងអស់ហ្នឹងគឺជាមនុស្សដែលលួចទិន្នន័យចូលធនាគារ hack យកលុយអញ្ចឹងទៅប៉ុន្តែ hacker ទាំងអស់គឺមិនមែនសុទ្ធតែជាឧក្រិដ្ឋជនទេប្រទេសខ្លះដែលគេ build hacker មកគឺដើម្បីឲ្យកាន់ខាង cyber security ជាច្រើនផ្នែកដើម្បីរកចំណុចខ្សោយនៅក្នុង software និង hardware ដើម្បីឲ្យក្រុមហ៊ុនហ្នឹងគឺអាចជួសជុលមុននឹងមានរឿងអាក្រក់កើតឡើងចំណុចខ្សោយទាំងអស់ហ្នឹងត្រូវបានគេហៅថាជា vulnerability មានការប្រកួតមួយដែលល្បីឈ្មោះថា Pong2On ដែលជាការប្រកួតគេស្វែងរកនរណាដែលមានសមត្ថភាពល្អមកជុំគ្នាស្វែងរកចំណុចខ្សោយនៅក្នុង software ជាមួយ hardware ហើយវាបានប្រព្រឹត្តទៅតាំងពីឆ្នាំ2007នៅក្នុងកម្មវិធីនោះគឺគេតេស្តអ្នកដែលមានសមត្ថភាពទាំងអស់ហ្នឹងឲ្យចូលរកចំណុចខ្សោយនៅក្នុងអីដែលគេដាក់ឲ្យប្រកួតមានដូចជាទូរស័ព្ទដៃ browser រថយន្តនិងពពួក EV charger មូលហេតុអីបានមាន EV charger ដែរដោយសារតែនៅពេលដែលរថយន្តគឺប៉ះពាល់ជាមួយវាគឺវាមិនមែនត្រឹមតែបញ្ចូលអគ្គិសនីទៅរថយន្តហ្នឹងទេវាអាចតាក់ទងទៅនឹងទិន្នន័យទៅរថយន្តហ្នឹងដែរបើសិនជាមានចំណុចខ្សោយមួយដែលឧទាហរណ៍ការវាយប្រហារចូលទៅក្នុង EV charger ហ្នឹងកើតអញ្ចឹងនៅពេលដែលការវាយប្រហារនឹងចូលទៅក្នុង EV charger ហ្នឹងរួចហើយវាត្រូវបានដោតទៅរថយន្តហ្នឹងអញ្ចឹងវានឹងប៉ះពាល់រថយន្តហ្នឹងហើយនៅពេលដែលរថយន្តហ្នឹងទៅសាកកន្លែងផ្សេងជាមួយ EV charger ផ្សេងអញ្ចឹងរថយន្តហ្នឹងគឺបានឆ្លងចូលទៅក្នុង EV charger ផ្សេងដូច្នេះវាសំខាន់សម្រាប់ការដាក់វានៅក្នុងការប្រកួត hacking ដែរគោលដៅទាំងមូលនៃការប្រកួតទាំងអស់នេះគឺដើម្បីស្វែងរកបញ្ហាជួសជុលវាមុននឹងបញ្ហាទាំងអស់នោះគឺត្រូវបានដាក់លក់នៅក្នុង black market កាលពីមុនក្រុម hacker ចិនភាគច្រើនគឺខ្លាំងណាស់ហើយមកប្រកួតនៅក្នុងឆាកអន្តរជាតិរហូតក្រុមទាំងអស់នោះគឺមកពីក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Tencent និង Qihoo ហើយតែងតែមានលទ្ធផលល្អនៅក្នុងការប្រកួតកម្មវិធី hackingការប្រកួតទាំងនេះគឺផ្ដល់ឲ្យពួកគេគឺមានឱកាសដើម្បីបង្ហាញសមត្ថភាពសាកល្បងជំនាញហើយទទួលបានប្រាក់រង្វាន់ទៀតប៉ុន្តែចាប់តាំងពីឆ្នាំ2018ចិនគឺស្ទើរតែឈប់អត់មានគេចូលមកប្រកួតនៅខាងក្រៅប្រទេសទៀតទេអ្នកជំនាញក៏គិតថារឿងហ្នឹងមិនមែនចេះតែកើតឡើងទេវាជាការសម្រេចចិត្តមួយដែលរដ្ឋចិនជាអ្នកធ្វើផ្ទាល់ជាផ្នែកយុទ្ធសាស្ត្រដែលគេយល់ថាជំនួសឲ្យការដោះស្រាយបញ្ហាទាំងអស់ហ្នឹងអ្នកស្រាវជ្រាវចិនមិនគួរណាយកអីដែលមានតម្លៃដែលជា vulnerability ហ្នឹងបង្ហាញទៅកាន់បរទេសទេគេចង់ព្យាយាមទុកហ្នឹងសម្រាប់ឲ្យតែរដ្ឋប៉ុណ្ណោះជាចំណេះដឹងស្ថិតនៅក្នុងធម្មតាប្រទេសចិននៅពេលដែលលោកស៊ីជីពីងគឺឡើងកាន់អំណាចនៅក្នុងឆ្នាំ2013គេឃើញពិភព cyber security គឺផ្លាស់ប្ដូរលឿនណាស់ហើយសម្រាប់មេដឹកនាំចិនគឺមានមេរៀនពីរដែលគេចង់បដោតទី1ប្រទេសមហាអំណាចគឺត្រូវតែមានសមត្ថភាពសម្រាប់ការវាយប្រហារហើយការពារប្រព័ន្ធ digital ខ្លួនឯងទី2គឺត្រូវតែគ្រប់គ្រងព័ត៌មានអ៊ីនធឺណិតខ្លួនឯងឲ្យល្អកុំឲ្យមានការគំរាមកំហែងស្ថិតនៅក្រោមរបបដឹកនាំចន្លោះឆ្នាំ2015ទៅ2017រដ្ឋាភិបាលចិនគឺបានដាក់គោលនយោបាយជាច្រើនដើម្បីពង្រីកកម្មវិធី cyber security នៅក្នុងសាកលវិទ្យាល័យគោលដៅគឺដើម្បីបង្កើតអ្នកជំនាញឲ្យច្រើនមិនថាអ្នកអភិវឌ្ឍ software មិនថាអ្នកស្វែងរក vulnerability មិនថាអ្នកវិភាគ malware អ្នកការពារ network
និងអ្នកអាច access ចូលទៅក្នុង server អ្នកដទៃបានគឺមានទាំងអស់នៅក្នុងឆ្នាំ2018ចិនគឺបានលើកទឹកចិត្តឲ្យមានការប្រកួត hacking ក្នុងស្រុកហើយការប្រកួតមួយដែលល្បីដែលគេស្គាល់គឺឈ្មោះថា Tianfu Cup វាស្តៀងទៅនឹងការប្រកួតធំនៅជុំវិញពិភពលោកដែរនៅឆ្នាំ2021ចិនគឺបានដាក់បទបញ្ញត្តិសំខាន់ដែលប្រទេសជាច្រើនគឺអត់សូវមានដែលថាក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅក្នុងប្រទេសចិននៅពេលដែលពួកគេបានរកឃើញនៅ vulnerability ឬក៏ចំណុចខ្សោយដែលមានលក្ខណៈថ្មីដាច់ខាតគឺត្រូវផ្ញើទៅកាន់អាជ្ញាធរមុនហើយរយៈពេលគឺត្រឹម48ម៉ោងចុះក្រោមបន្ទាប់ពីករណីហ្នឹងគឺរកឃើញរដ្ឋាភិបាលចិនដាក់គោលដៅហ្នឹងគឺដើម្បីការពារការលេចធ្លាយព័ត៌មានទៅខាងក្រៅហើយដើម្បីធានាថាចំណុចខ្សោយទាំងអស់ហ្នឹងគឺដោះស្រាយនៅក្នុងវិធីដែលធ្វើទៅក្នុងរូបភាពត្រឹមត្រូវនៅក្នុងរយៈពេលក្រោយៗទៀតចិនគឺបានពង្រីកការប្រកួត hacking នៅក្នុងប្រទេសដែលមានលក្ខណៈទ្រង់ទ្រាយធំរបាយការណ៍មួយដែលចេញមកពី Atlantic Council គឺថាមានការប្រកួតប្រជែងធំមួយដែលដាក់ឈ្មោះថា Vending Cup ហើយមានមនុស្សចូលមើលរាប់លាននាក់ការប្រកួតទាំងអស់នេះគឺមានអត្ថប្រយោជន៍3ទី1គឺដើម្បីជួយរកអ្នកមានទេពកោសល្យខ្លាំងបំផុតនៅទូទាំងប្រទេសទី2គឺស្រាវជ្រាវសាកល្បងទៅលើគោលដៅពិតហើយទី3គឺអង្គភាពរដ្ឋនិងក្រុមហ៊ុនអាចមើលឃើញថាណាគេគឺមានជំនាញពិសេសខាងអីបើសិនជាគេពូកែខាងទូរស័ព្ទ cyber security គេនឹងរុញទៅអាចថាក្រុមហ៊ុនទូរស័ព្ទពូកែខាង network គេនឹងរុញទៅលើខាង telecom ពូកែខាង industrial system គេនឹងឲ្យបញ្ជូនទៅខាង water supply ដូច្នេះរបៀបដែលការប្រកួតទាំងអស់នេះគឺវាខ្លាចទៅជាកន្លែងមួយដែលគេជ្រើសកម្លាំងចូលមកខាងអំណាចរដ្ឋនៅក្នុងឆ្នាំ2024ពិភពលោកគឺបានឃើញទស្សនវិជ្ជាកម្រមួយនៅក្នុងប្រព័ន្ធនៃការពង្រីកក្រុម hacking ទាំងអស់នេះដែលជាការចោទប្រកាន់តាក់ទងទៅនឹងការបែកឯកសារចេញមកពីក្រុមហ៊ុន cyber security ចិនមួយឈ្មោះថា iSun ត្រូវបានបង្ហោះនៅលើ GitHub អ្នកជំនាញជាច្រើនក៏បានវិយតម្លៃទៅលើឯកសារទាំងអស់នេះថារដ្ឋចិនគឺអាចជួលប្រភេទក្រុមហ៊ុនឯកជនទូចៗដើម្បីធ្វើប្រតិបត្តិការ hacking ជំនួសខ្លួនបានន័យថាម៉េចបានន័យថាក្រុម hacker ម្នាក់អាចធ្វើការនៅក្នុងក្រុមហ៊ុនឯកជនហើយក្រុមហ៊ុនទាំងអស់ហ្នឹងគឺគេផ្ដល់របៀបកញ្ចប់មួយដើម្បីធ្វើការដេញថ្លៃហើយចុះកិច្ចសន្យាដោយរដ្ឋបើសិនជារដ្ឋគឺយល់ព្រមទៅលើការប្រតិបត្តិការទាំងអស់ហ្នឹងហើយនៅពេលដែលប្រតិបត្តិការធ្វើទៅជោគជ័យរដ្ឋជាអ្នកទទួលផលហើយក្រុមហ៊ុនឯកជនហ្នឹងគឺទទួលបានប្រាក់ប៉ុន្តែបើសិនជាក្នុងករណីមួយគេចាប់បានរដ្ឋចិនគឺអាចនិយាយបានថារឿងអស់ហ្នឹងគឺពួកគេអត់មានប៉ះពាល់ទេក្រុមហ៊ុនឯកជនអ្នកធ្វើនៅក្នុងករណីនេះចិនគឺបានបដិសេធទៅលើការចោទប្រកាន់ហើយថានៅក្នុងប្រទេសគេគឺគេមិនធ្វើរឿងចឹងទេនៅក្នុងរយៈពេលចុងក្រោយទៀតក្រុមដែលត្រូវបានគេសង្ស័យគឺគេបានតាមដានទៀតក្រុមមួយដែលត្រូវបានក្រុមហ៊ុន Microsoft ដាក់ឈ្មោះឲ្យគឺឈ្មោះថា Soft Typhoon ជាការចោទប្រកាន់ដែលថាក្រុមទាំងអស់នេះគឺបានវាយចូលទៅក្នុងប្រព័ន្ធ Telecom ធំ3ដែលក្រុមហ៊ុន Microsoft គឺបាន partner ជាមួយហើយរាល់ទិន្នន័យនៃការ call record ទិន្នន័យទេទូរស័ព្ទផ្សេងៗរបស់មនុស្សជាច្រើនត្រូវបានក្រុមទាំងអស់នេះមើលឃើញហើយវាមានតម្លៃខ្លាំងណាស់សម្រាប់ក្រុមស៊ើបការក្រុមមួយទៀតដែល FBI និងអ្នកជំនាញនិយាយដល់គឺឈ្មោះថា Wolf Typhoon ក្រុមនេះគឺត្រូវបានគេចោទប្រកាន់ដូចគ្នាថាចូលទៅក្នុង infrastructure សំខាន់ៗរបស់សហរដ្ឋអាមេរិកហើយគោលដៅរួមគឺដើម្បីចូលទៅកាន់បណ្ដាញអគ្គិសនីទូរគមនាគមន៍កំពង់ផែនិងប្រព័ន្ធណាដែលគ្រប់គ្រងទៅលើមូលដ្ឋានយោធា Where we and our partners identified hundreds of routers that had been taken over by the PRC state-sponsored hacking group known as Volt Typhoon វិធីដែលពួកគេចូលមកត្រូវបានគេហៅថា living off the land attack មានន័យថាក្រុមវាយប្រហារហ្នឹងគឺគេអត់ធ្វើការដំឡើង malware នៅក្នុងប្រព័ន្ធទាំងអស់ហ្នឹងទេគេគ្រាន់តែប្រើ tool មួយចំនួនដែលដូចមុខងារមនុស្សផ្សេងៗដែលប្រើនៅក្នុងប្រព័ន្ធហ្នឹងហើយធ្វើការលាក់សកម្មភាពនៅក្នុង traffic ដែលអត់មានណាគេងាយរកឃើញឧទាហរណ៍បើសិនជាគេលាក់ខ្លួននៅក្នុងហ្នឹងបានគេអាចនឹងប្រើវានៅពេលណាមួយដែលវាចាំបាច់ខ្លាំងហើយតើវាបាន benefit ធំបានគេធ្វើឧទាហរណ៍អានេះយើងគ្រាន់ឧទាហរណ៍ណាបើសិនជាមានសង្គ្រាមឬក៏វិបត្តិមួយនៅជុំវិញតៃវ៉ាន់ពួកគេគឺអាចនឹងប្រើប្រាស់ទៅលើការវាយប្រហារទាំងអស់ហ្នឹងហើយបើសិនជាយើងនិយាយពីតៃវ៉ាន់យើងកិច្ចអត់ផុតទេពីកោះមួយដែលឈ្មោះថាក្លាមគឺជាដែនកោះមួយរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋានយោធានៅហ្នឹងជាមូលដ្ឋានដែលត្រូវបានគេសន្និដ្ឋានថានៅជិតតៃវ៉ាន់និងសមុទ្រចិនខាងត្បូងហើយបើសិនជាក្រុម hacker ទាំងអស់នេះគឺបានចូលទៅក្នុងបណ្ដាញ Telecom របស់រដ្ឋាភិបាលនិងយោធានៅកោះហ្នឹងអ្នកជំនាញគឺបានព្រួយបារម្ភថាបើសិនជាតៃវ៉ាន់គឺមានចំនួនជាមួយចិន
ចឹងមូលដ្ឋានទ័ពដែលនៅកោះហ្នឹងមានតួនាទីច្រើនមែនតើសម្រាប់នៅក្នុងការបញ្ជូនយន្តហោះនាវានិងកងកម្លាំងសម្ភារៈផ្សេងៗមកតៃវ៉ាន់បានលឿនប៉ុន្តែបើសិនជាប្រព័ន្ធទាំងអស់ហ្នឹងត្រូវបានគេវាយប្រហារនៅក្នុងពេលប្រតិបត្តិការមួយផ្លេតដែលចិនធ្វើឡើងនោះអាចធ្វើឲ្យសហរដ្ឋអាមេរិកគឺឆ្លើយតបនឹងបញ្ហាសំខាន់ទាំងអស់នេះគឺយឺតពេលហើយវាគឺជាឧបករណ៍ Cyber Operation មួយដែលគ្រប់គ្រងទៅក្នុងសង្គ្រាមពិតដែលអត់ចាំបាច់ប្រើប្រាស់កម្លាំងបាយហើយករណីនេះសំខាន់ខ្លាំងក៏ដោយសារតែគេនិយាយពាក់ព័ន្ធទៅនឹងបញ្ហាមួយត្រូវបានហៅថា domino effect ពេលប្រព័ន្ធមួយដួលប្រព័ន្ធផ្សេងៗគឺនឹងដួលតគ្នា infrastructure សំខាន់ពីច្រើនគឺតភ្ជាប់គ្នាដោយអគ្គិសនីគឺផ្គត់ផ្គង់ទៅដល់បណ្ដាញទឹកបណ្ដាញទូរស័ព្ទគឺត្រូវការអគ្គិសនីដើម្បីមកប្រើប្រាស់រោងចក្រផលិតឥន្ធនៈគឺត្រូវការអគ្គិសនីដើម្បីរ៉ានអញ្ចឹងបើសិនជាប្រព័ន្ធមួយត្រូវបានបិទវាអាចបង្កឲ្យមាន domino effect ហើយមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនគឺបានចោទប្រកាន់និងនិយាយថាប្រទេសចិនគឺជាប្រទេសមួយដែលអភិវឌ្ឍកម្មវិធី hacking នៅក្នុងនឹងធំណាស់បើសិនជាប្រៀបធៀបជាមួយនឹងប្រទេសដទៃគឺបូកចូលគ្នាទៅស្មើចិន so អញ្ចឹងតើអ្នកយល់យ៉ាងណាគិតថាព័ត៌មានទាំងអស់នេះគឺវា specific ក៏អត់ហើយតើចិនចឹងមែនឬក៏មិនហើយអ្នកគ្នាក៏អត់អាចមកជឿខ្ញុំ 100% ថាចិនគឺគេធ្វើចឹងទាំងអស់ដែរដោយសារតែយើងដឹងប្រទេសធំអាមេរិកចិនហ្នឹងគឺអត់ត្រូវគ្នាទេយើងអាចនិយាយថាចិនគឺនិយាយអាក្រក់ពីអាមេរិកគឺនិយាយអាក្រក់ពីចិនហើយសូម្បីតែនៅអាមេរិកហ្នឹងក៏មានបញ្ហាដែលថាលោក Edward Snowden គឺនិយាយថា CIA ក៏លាក់ data មួយចំនួនដែលធ្វើវានៅក្នុងករណីខុសច្បាប់ដែរចុងក្រោយគឺសង្ឃឹមថាអ្នកនរគ្នាបានដឹងព័ត៌មានអីដែលថ្មីចេញពីខ្ញុំទៅហើយបើសិនជាអ្នកនរគ្នាចូលចិត្តកុំភ្លេច follow page ហើយខ្ញុំផុសពី platform ដែលមាន YouTube Facebook ហ្នឹងហើយខ្ញុំលើកទឹកចិត្តមែនតើអ្នកនរគ្នាមើលនៅក្នុង YouTube គឺវាស្រួលជាងដោយសារតែ quality លើ YouTube ខ្ញុំមានអារម្មណ៍ថាវាល្អហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm out. Bye bye.